ពីមុនធ្វើវីដេអូនេះខ្ញុំគិតហើយគិតទៀតអស់ជាច្រើនដងថាគួរនិយាយឬមួយនៅស្ងៀមដល់គិតមួយរយៈទៅខ្ញុំក៏សម្រេចចិត្តធ្វើវាទោះបីវាមិនបានផលអ្វីសោះមកខ្ញុំចំណេញបានតែគេស្អប់អ្វីដែលខ្ញុំនឹងចង់និយាយនៅក្នុងវីដេអូនេះគឺរឿងទៅយកផ្ទៃបារាំងបើទៅយកប្តីអាមេរិកកាំងក៏យកទៅយកអានិកជនខ្មែរនៅអាមេរិកក៏យកទៅតែដើម្បីឲ្យងាយស្រួលសូមប្រើពាក្យថាទៅយកផ្ទៃបារាំងខ្ញុំនិយាយចេញពីបទពិសោធន៍ផ្ទាល់ខ្លួនដែលខ្ញុំធ្លាប់រស់នៅអាមេរិកដូច្នេះខ្ញុំដឹងថាបទពិសោធន៍បរោះនៅទីនោះគេគិតយ៉ាងម៉េចហើយខ្ញុំចង់និយាយពីដើមទីទៅតែម្ដងថាគោលបំណងនៃវីដេអូនេះមិនមែនមិនឲ្យសុភាពនារីទៅយកផ្ទៃបារាំងទេតែចង់ឲ្យធ្វើការសម្រេចចិត្តមួយដ៏ត្រឹមត្រូវព្រោះខ្ញុំមិនចង់ឃើញបងប្អូនរងទុក្ខដោយនារីមួយចំនួនដែលខ្ញុំបានជួបនៅអាមេរិកវីដេអូនេះនិយាយមិនលម្អិតទេតែជូនជាគោលគំនិតនិងទស្សនៈដើម្បីឲ្យអ្នកស្ដាប់យកទៅពិចារណាឥឡូវខ្ញុំមានពាក្យមួយចំនួនចង់ពន្យល់ពីដើមទីទៅគឺ YSA ដែលមានអាយុពី18ដល់25 YSA Plus ដែលមានអាយុពី26ដល់35 YSA Pro ពី36ដល់45និងចុងក្រោយចាប់ពី46ដល់80សូមហៅថា YSA Pro Max សួរថាម៉េចបានយកពាក្យនេះមកនិយាយចាំបន្តិចទៀតដឹងហើយខ្ញុំចង់ចាប់ផ្ដើមដោយសំណួរមួយថាបើនៅអាមេរិកគេរកប្រពន្ធបានហេតុអ្វីគេមកយកនៅស្រុកខ្មែរទាំងឆ្ងាយក៏ឆ្ងាយធ្វើដំណើរម្ដងអស់លុយក៏ច្រើនបើនៅអាមេរិករកប្រពន្ធមិនបានទេសួរតទៅទៀតថាហេតុអីយើងទាំងអស់គ្នាដែលគិតពីសំណួរទាំងនេះទេខ្ញុំមើលទៅករណីដែលតំណងជាងគេគឺគេចេញបេសកកម្មមកស្រុកខ្មែរគេឃើញគេស្គាល់គ្នាគេ YSA ដូចគ្នាដល់ពេលចប់ទៅគេយកគ្នាជាគូផ្ទុយទៅវិញបរិះខ្លះមិនដែលមកស្រុកខ្មែរទេហើយសុទ្ធតែសេរី YSA Pro និង Pro Max ស្រាប់តែតាក់ទងជាមួយនារីខ្មែរបើសិនជាក្នុងករណីនេះសូមបកទៅរកសំណួរ2ដែលខ្ញុំបានសួរពីខាងដើមអ្នកខ្លះក៏ប៉ះ YSA Pro និង YSA Pro Max សិនហើយអ្នកខ្លះក៏ប៉ះអារបស់មួយទឹកទៅទៀតខ្ញុំប្រើពាក្យមួយទឹកក្នុងន័យថាគេធ្លាប់មានប្រពន្ធនិងកូនហើយតើគោលបំណងអ្វីដែលយើងជា YSA ទៅរៀបការជាមួយ YSA Pro Max មួយទឹកទាំងនោះដើម្បីចង់ទៅអាមេរិកឬមួយយ៉ាងណានៅអាមេរិកខ្ញុំទៅវត្តដល់ YSA ហើយបន្ទាប់ពីចប់ម៉ោង Bishop តែងមានអាហារឲ្យពួកយើងញ៉ាំជុំគ្នារាល់អាទិត្យថ្ងៃមួយខ្ញុំឈរជាមួយបុរស 2-3 នាក់គេនិយាយនៅនឹងមុខខ្ញុំថាបើយើងរកឯណាមិនបានទេទៅយកប្រពន្ធនៅខ្មែរទៅឲ្យតែឃើញស្បែកសគេយកហើយខ្ញុំអរគុណដែលគាត់និយាយត្រង់តែស្ដាប់ទៅគេមិនឲ្យតម្លៃជាតិសាសន៍យើងទេរបស់លក់មិនដាច់នៅស្រុកគេតែពេលមកដល់ស្រុកយើងឲ្យតម្លៃណាស់ឆ្លងកាត់នៅបទពិសោធន៍នេះខ្ញុំចង់ធ្វើការប្រមូលព័ត៌មានថែមទៀតតើអ្នកផ្សេងគេគិតយ៉ាងម៉េចក្រោយមកខ្ញុំបានទៅរស់នៅជាមួយ YSA 2 នាក់គាត់រៀនចប់មហាវិទ្យាល័យមានការងារធ្វើនៅ Walmart មានផ្ទះនៅសមរម្យមិនទាន់មានប្រពន្ធកូនឬលែងលះគ្នាទេហើយសូមបញ្ជាក់ថាអ្នកនៅយូថាខ្លះអាយុត្រឹម20ឬ20តិចតួចមែនថ្មីត្បិតតែនៅលាវតែមានប្រវត្តិលែងលះគ្នាតែ2នាក់ដែលខ្ញុំសួរខាងលើគឺនៅស៊ីនមិនមែនជារបស់មួយទឹកទេខ្ញុំធ្វើតេស្ត2នាក់នឹងដោយសួរគាត់ថាចង់រកគូជានារីខ្មែរទេគាត់ឆ្លើយដោយសមគួរថាអត់ទេព្រោះស្រុកខ្មែរនៅឆ្ងាយពេកពិបាកស្កាត់ជួបគ្នាហើយមួយទៀតនៅទីនេះគាត់ក៏មានជំរើសច្រើនហើយដូច្នេះមិនចាំបាច់ទេអនុញ្ញាតឲ្យខ្ញុំចែកចាយនៅរឿងមួយនារីម្នាក់បានរៀបការជាមួយនឹង YSA Pro Max មួយទឹកម្នាក់ហើយក្រោយរៀបការរួចក៏មករស់នៅអាមេរិកបុរសនោះរៀងចម្លែកបន្តិចពេលចូលទៅក្នុងផ្ទះគាត់មានអារម្មណ៍ថាខ្លាចទូទឹកកកគាត់មានស្នាមឈាមហូរចេញមកក្រៅការតុបតែងផ្ទះគាត់ស្មាតទោសដូចមនុស្សរោគចិត្តប្រពន្ធនិងកូនដើមគាត់លែងគ្នាហើយគេមិនចង់នៅជាមួយទេសូមប្រយ័ត្នចំពោះ YSA Pro Max មួយទឹកបើតាមការអង្កេតរបស់ខ្ញុំប្រភេទនេះមានគ្រោះថ្នាក់និងហានិភ័យខ្ពស់ជាងគេមានពេលមួយខ្ញុំត្រូវបានស្នើសុំឲ្យបកប្រែឲ្យ Bishop ចំពោះប្អូនស្រីខ្មែរម្នាក់ដែលមានវិបត្តិ
ខ្ញុំមិនអាចទម្លាយព័ត៌មានលម្អិតប្រាប់អ្នករាល់គ្នាបានទេតែនិយាយខ្លីថាប្តីគាត់ធ្វើបាបគាត់អត់ចេះអង់គ្លេសអត់ចេះបើកឡានទៅណាមកណាត្រូវប្តីនឹងជូនសាកស្រមៃមើលបើយើងជានារីនោះរស់នៅក្នុងសភាពបែបនេះតើវាវេទនាប៉ុណ្ណាបើប្អូនស្រីនោះដឹងមុនថាប្តីគាត់ជាយក្សខេណីកុំថាឡើយព្រហ្មចារីស្រោបមាសទាំងល្អីក៏មិនត្រូវការសូមប្រយ័ត្នចំពោះ YSA Pro Max មួយទឹកដោយឡែកប្រភេទ YSA Pro Max មិនសូវមានបញ្ហាទេយ៉ាងហោចបើតាមការអង្កេតពីក្រៅតែនៅក្នុងផ្ទះគេយ៉ាងម៉េចខ្ញុំក៏មិនដឹងដែរចំណុចមួយទៀតដែលខ្ញុំចង់ប្រាប់ថាអ្នកនៅអាមេរិកមិនមែនល្អឥតខ្ចោះទេបើគេល្អគេយកគ្រួសារនៅទីនោះហើយគេមិនឆ្លងទ្វីបឆ្លងសមុទ្រមករកយើងទេតែពេលខ្លះយើងមាន bias ដែលខ្មែរហៅថាម៉ូបាំងឲ្យតែមកពីអាមេរិកទោះកងែងកងង់យ៉ាងម៉េចក៏មើលទៅឃើញថាព្រះរាជបុត្រាល្អរបស់អូនអ្នកនៅអាមេរិកខ្លះរៀនត្រឹមចប់ថ្នាក់ទី12ទេព្រោះមួយបរោះនោះល្ងង2គ្នាខ្ជិលហើយ3ក្រអត់មានលុយរៀនពេលនិយាយថាអ្នកនៅអាមេរិកក្រអត់មានលុយតិចបងប្អូនអត់ជឿពាក្យដែលយើងនិយាយថាអ្នកមកពីអាមេរិកសុទ្ធតែជាអ្នកមានពាក្យនេះមិនសូវត្រូវទេហើយខ្ញុំសូមនិយាយម្ដងទៀតពាក្យនេះមិនត្រូវទេអ្នកខ្លះក្រដូចតែខ្មែរយើងទេរកមួយថ្ងៃសម្រាប់តែមួយថ្ងៃគ្នាធ្វើកម្មករគេទេសូមប្រយ័ត្នខ្ញុំមិនចង់ឲ្យបងប្អូនដូចម្នាក់ដែលខ្ញុំស្គាល់រៀបការមិនទាន់បានប៉ុន្មានផងក៏លែងគ្នាទាំងដែលមិនទាន់បានក្រៀនខាតដល់អញ្ចឹងទៅមិនហ៊ានមកស្រុកខ្មែរវិញទេព្រោះពេលកាលល្បីពេញភូមិថាបានប្តីអាមេរិកកាំងដល់ពេលលែងគ្នាមកខ្មែរវិញដូចអន់ពេកសុខចិត្តរស់នៅជាជនអន្តោប្រវេសន៍នៅអាមេរិកមកដល់ពេលនេះមិនដឹងថារស់នៅដោយស្របច្បាប់ឬខុសច្បាប់ទេខ្ញុំគិតថា YSA មួយចំនួនសុខចិត្តរៀបការជាមួយនឹង YSA Pro Max ទាំងនោះដើម្បីបានទៅនៅអាមេរិកដោយគិតថាជាកន្លែងប្រសើរជាការពិតអាមេរិកមានចំណុចល្អនិងចំណុចអាក្រក់ដូចតែខ្មែរយើងទេតែគេចេះវិចខ្ចប់ឲ្យយើងឃើញតែចំណុចល្អរបស់គេដូចជាទីក្រុងធំអគារខ្ពស់ផ្ទះស្អាតដោយឡែកចំណុចអវិជ្ជមានវិញគេមិនសូវឲ្យយើងឃើញទេខ្ញុំទៅឃើញភូមិសំបុកចាបនៅអាមេរិកលោកអើយឲ្យដូចស្ទឹងមានជ័យអញ្ចឹងផ្ទះខ្ទមប្រក់ប៉ារ៉ាតង់ហើយសុទ្ធតែសម្រាមរដ្ឋយកឡានមកឈូសចេញព្រោះវាប៉ះពាល់សោភ័ណភាពសាធារណៈតំបន់នោះអសន្តិសុខមានសុទ្ធតែពួកជក់ថ្នាំចោរកម្មនិងការបាញ់បោះហើយរឿងមួយទៀតដែលខ្ញុំមិនអាចរំលងបាននោះគឺរឿងប្រកាន់ពូជសាសន៍វាជាជំងឺសង្គមរបស់អាមេរិកដែលមិនអាចព្យាបាលបានពេលប្រធានាធិបតីត្រាំដឹកនាំប្រទេសនៅអាណត្តិទី1គាត់គ្រប់គ្រងកូវីដមិនបានល្អធ្វើឲ្យមនុស្សស្លាប់ច្រើនកត្តានេះធ្វើឲ្យប្រជាប្រិយភាពគាត់ធ្លាក់ចុះខ្លាំងដូច្នេះគាត់បានបង្វែរសាធារណមតិអាមេរិកពីស្អប់គាត់ឲ្យទៅស្អប់ចិនដោយចោទប្រកាន់គ្មានភ័ស្តុតាងថាចិនជាអ្នកបង្កើតមេរោគកូវីដជាលទ្ធផលពួកអាមេរិកស្បែកសបានធ្វើទុកបុកម្នេញដល់ជនជាតិអាស៊ីណាស់យើងដើរតាមផ្លូវតែឯងគេបើកឡានមកស្រែកជេរខ្លះវាយធ្វើបាបទាំងដែលយើងមិនបានធ្វើអ្វីឬស្គាល់ពួកស្បែកសទាំងនោះសោះបទល្មើសព្រហ្មមិនទាន់តាក់ទងនឹងការស្អប់ជនជាតិអាស៊ីនៅកន្លែងខ្លះកើនឡើងលើសពី 100% អ្នកអាចទៅរកមើលវីដេអូទាំងនេះនៅលើ YouTube បានឥឡូវតាត្រាំត្រឡប់មកកាន់អំណាចវិញជាលើកទី2គាត់នឹងបន្តនយោបាយប្រកាន់ពូជសាសន៍ស្អប់ចិននិងស្អប់ជនអន្តោប្រវេសន៍ខុសច្បាប់របស់គាត់ទៀតជាចុងក្រោយខ្ញុំចង់ប្រាប់ថាការទៅយកប្តីបារាំងមិនមែនសុទ្ធតែជួបបញ្ហាទេមានគូខ្លះគេរស់នៅជាមួយគ្នាដល់សពថ្ងៃនេះដែរបើយើងជាមិត្តគេនៅលើ Facebook យើងនឹងឃើញគេបង្ហោះរូបបង្ហោះវីដេអូហើយគេចេះផ្សព្វផ្សាយពីខ្លួនគេណាស់ដោយឡែកមានតែអ្នកបរាជ័យទេអត់ហ៊ាននិយាយដល់អញ្ចឹងបងប្អូននៅខ្មែរដឹងតែរឿងមួយជំហៀងទេហើយសន្និដ្ឋានថាការទៅយកប្តីបារាំងសុទ្ធតែជោគជ័យសុទ្ធតែល្អទាំងអស់តាមគំនិតខ្ញុំស្រុកខ្មែរតណើបមែនតែសប្បាយតិចថានៅអាមេរិកមានកម្មវិធី YSA ដូចយើងធ្វើថ្ងៃមុនដែលនាំគ្នាទៅដេកសន្តាគារសុខានៅកំពង់សោមញ៉ាំអាហារពេលល្ងាចជុំគ្នានៅមាត់សមុទ្រអាហារសុទ្ធតែឆ្ងាញ់ញ៉ាំរួចយប់ឡើងនាំគ្នារាំលេងកម្មវិធីអញ្ចឹងគ្មានទេនៅអាមេរិក